ជំរាបសួរក៏ដូចជាសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីអេពីសូតទី6អញ្ចឹងសម្រាប់ថ្ងៃនេះផងដែរគឺ admin នឹងបន្តសាច់រឿងរបស់យើងគឺពន្លកស្នេហ៍ក្នុងភ្លើងកំណាចដែលវគ្គទី6នេះគឺនឹងនិយាយអំពីតួអង្គឯកនារីរបស់យើងដែលគាត់បានធ្វើការបោះជំហានចូលទៅក្នុងវិមានដ៏ធំស្កឹមស្កៃរបស់តួអង្គឯកបរោះរបស់យើងអញ្ចឹងចង់ដឹងថាតើដំណើរសាច់រឿងនៅវគ្គទី6នេះមានឈុតឆាកបែបណាតោះកុំឲ្យខាតពេលវេលាយូរឆ្ពោះទៅកាន់ការសម្រេចលម្អិតជាមួយនឹង admin ទាំងអស់គ្នាវគ្គទី6នរណាអនុញ្ញាតឲ្យនាងចូលមកទីនេះនាងមិនបានត្រៀមខ្លួនស្រួលបួផងក៏ត្រូវមកប្រឈមមុខជាមួយនឹងភាពកំណាយរបស់គេបាត់ទៅហើយបេះដូងនាងលូតញ័ររង្គើដៃជើងនាងហាក់ត្រជាក់ស្រេបព្រោះតែភាពភ័យខ្លាចយើងសួរនរណាអនុញ្ញាតឲ្យនាងចូលមកទីនេះកែវភ្នែកកំណាចសម្លឹងមុខដាក់នាងមិនប្រព្រឹត្តភ្នែកដូចជាចង់ហែកសាច់នាងចិញ្ច្រាំឲ្យខ្ទេចតែម្ដងលពូធំខ្ញុំនាងកាន់តែឃើញពេលគេកាន់តែធ្វើមុខកាយដាក់នាងចេញមុនពេលដែលយើងបាញ់សម្លាប់នាងចោលនាងភ័យស្លន់ស្លោចង់យំផងមនុស្សដូចជាគាត់និយាយមិនគំរាមទេគឺហ៊ាននិយាយគឺហ៊ានធ្វើនាងឮយើងនិយាយទេចាស់លពូធំតើនាងចង់ងាប់មែនទេអត់ទេលពូធំខ្ញុំសុំនិយាយជាមួយតែបន្តិចទេនាងរហ័សលុតជង្គង់ចុះនៅលើឥដ្ឋលើកដៃសំពះសុំក្តីមេត្តាពីគេតែនាងគិតខុសហើយមនុស្សដូចជាគេមិនដែលទទួលក្តីមេត្តាជាពិសេសជាមួយនឹងមនុស្សគេដែលស្អប់ដូចនាងល្អគេញើចកែមាត់ទាញកំភ្លើងពីរហប៉ៅយកមកតម្រង់ក្បាលរបស់យិនលីងធ្វើឲ្យនាងតូចភ័យស្លន់ស្លោទឹកភ្នែកហូររហាមមានរឿងអីភ្លាមនោះក៏លេចចេញវត្តមានរបស់ស្រីស្រស់ហ្វុងអឺដែលដើរចុះមកខាងក្រោមនាងក៏ប្រទះឃើញក្មេងស្រីអង្គុយលិតជង្គង់ទើបនាងរហ័សសួរនាំមិនមែនរឿងរបស់នាងទេលោកម្ចាស់ហ្វុងអឺមើលមកគេបន្តិចក៏ដើរទៅក្បែរយិនលីងដែលកំពុងតែយំរហាមនាងកាត់អីទេយិនលីងក្រវីក្បាលតិចតិចបញ្ជាក់ប្រាប់នាងថែមទាំងសម្លឹងមុខហ្វុងអឺជាប់មិនដាក់ភ្នែកតែម្ដងក្រោយមកនាងក៏កាន់ដៃនាងល្អិតក្រោកឈរហើយក៏ងាកមុខទៅរកលោកម្ចាស់មានរឿងអីហេតុអ្វីលោកម្ចាស់ចាំបាច់ប្រើកំភ្លើងបែបនេះចេញសម្ដីដែលគេនិយាយទៅកាន់ហ្វុងអឺគឺបញ្ជានាងចេញលោកម្ចាស់គួរតែនិយាយគ្នាធម្មតាទៅមើលទៅនាងខ្លាចខ្លាំងណាស់នាងឮយើងបញ្ជាទេលោកម្ចាស់ហ្វុងអឺនាងហាក់ដូចជាហួសចិត្តជាខ្លាំងពេលដែលឃើញទង្វើរបស់គេពេលនេះនាងអាណិតក្មេងនេះណាស់មើលចុះនាងយំឡើងញ័រខ្លួនតតាត់ទៅហើយខ្ញុំសូមអង្វរលោកម្ចាស់កុំធ្វើបាបនាងអីនាំនាងចេញទៅមុនពេលដែលយើងអស់ទ្រាំបាញ់នាងចោលហ្វុងអឺក៏រហ័សនាំយិនលីងដើរចេញទៅខាងក្រៅព្រោះមើលទៅលោកម្ចាស់ដូចជាខឹងសម្បាមខ្លាំងណាស់មកដល់ខាងក្រៅហ្វុងអឺក៏ឲ្យយិនលីងអង្គុយនៅលើបង់ក្បែរវិមានមួយរួចនាងក៏ដាក់អង្គុយតាមក្រោយនាងឈ្មោះអ្វីខ្ញុំឈ្មោះយិនលីងអាយុប៉ុន្មានឆ្នាំហើយចា18ឆ្នាំក្មេងណាស់នាងធ្វើការនៅទីនេះយូរប៉ុណ្ណាហើយហ្វុងអឺសួរព្រោះឃើញនាងស្លៀកពាក់ជាឈុតអ្នកបម្រើចាស់យូរហើយបងស្រីឯងអាចហៅខ្ញុំថាហ្វុងអឺក៏បានខ្ញុំមិនប្រកាន់ទេបងស្រីជាខ្ញុំជាស្រីកំណាំចិត្តរបស់លោកម្ចាស់អូចាមុននេះមានរឿងអ្វីខ្លះបានជាលោកម្ចាស់ចង់សម្រាប់ឯងគឺខ្ញុំមានរឿងចង់និយាយជាមួយគាត់រឿងអ្វីខ្ញុំចង់សុំគាត់រៀនបន្តឯងរស់នៅផ្ទះតូចនោះមែនទេចាតើឯងអាចប្រាប់ខ្ញុំបានទេពីមុនថាតើមានរឿងអ្វីកើតឡើងគឺមិនអីទេខ្ញុំជាមនុស្សដែលឯងអាចទុកចិត្តបានចាយិនលីងយល់ព្រមក៏និយាយពីរឿងរ៉ាវដែលបានកើតឡើងឲ្យហ្វុងអឺបានស្ដាប់បាទប្រិយមិត្តទាំងអស់គ្នាសម្រាប់អេពីសូតទី6 admin សូមធ្វើការ slash ត្រឹមតែប៉ុណ្ណេះសិនហើយ admin ក៏សូមថ្លែងអំណរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានការសម្រាយរបស់ admin រហូតមកហើយយើងនឹងវិលត្រឡប់មកជួបគ្នាវិញសម្រាប់ការសម្រាយនៅភាគបន្តនៅថ្ងៃស្អែកបន្តទៀតសូមអរគុណនិងសូមជម្រាបលា